ករណីមន្ត្រីយោធាម្នាក់ដែលទាមទារផ្ទះនៅក្នុងគម្រោងបូរីលេងលវត្រាត្រូវបានដោះស្រាយបញ្ចប់ហើយចំនួនរបស់មន្ត្រីយោធាជាមួយនឹងគម្រោងបូរីលេងលវត្រាដែលត្រូវបានប្រជាជនចែកចាយពីពេញបណ្ដាញសង្គមនោះត្រូវបានបញ្ចប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2025នេះក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកអង្គការលេងលវត្រានៅថ្ងៃទី14ខែមករានេះបានសរសេរថាក្រោមការសម្របសម្រួលរបស់ក្រុមការងាររៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយោគយល់ព្រមនិងទទួលយកដំណោះស្រាយឈលលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកាលៈទេសៈដ៏លំបាកនេះអ្នកអង្គការលេងលវត្រាបានបន្តថាយោគយល់ទៅលើកំណត់ហេតុប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមទៅដល់ពុកម៉ែបងប្អូនដែលបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបូរីបានរៀបចំបន្តសាងសង់តាមស្មារតីអង្គប្រជុំ